មានបងប្អូនមិត្តភ័ក្តិមួយចំនួនគាត់សួរខ្ញុំថារាល់ថ្ងៃហ្នឹងខ្ញុំធ្វើការអីនៅប្រទេសអូស្ត្រាលីនិយាយទៅជីវិតខ្ញុំនៅអូស្ត្រាលីនេះគឺអត់មានធ្វើអីទេបងប្អូនដោយសារខ្ញុំមានកូនតូចៗពីរដែលត្រូវមើលនិយាយទៅពេលតនេះមានខ្លះដែរប៉ុន្តែវាអត់មានច្រើនអញ្ចឹងណាហើយបើយើងចង់ធ្វើការមានតែថ្ងៃសៅរ៍អាទិត្យឬក៏វេនយប់អីអញ្ចឹងទៅព្រោះពេលថ្ងៃគឺខ្ញុំមានតួនាទីយកកូនទៅសាលាទទួលកូនពីសាលានិយាយទៅវារវល់ដែរ ចាហើយទៅធ្វើការថ្ងៃចុងសប្តាហ៍ក៏ពិបាកដែរសម្រាប់ខ្ញុំដោយសារអីដោយសារស្វាមីខ្ញុំឲ្យតែថ្ងៃចុងសប្តាហ៍គឺគាត់ជួយចិត្តដើរគឺគាត់នាំកូនដើរអញ្ចឹងគាត់សូវចេះនៅផ្ទះឯងហើយបើខ្ញុំទៅធ្វើការក៏ពិបាកដែរបងប្អូនកូនខ្ញុំនៅពេលដែលគាត់ដើរគឺគាត់ចង់ដើរជាមួយខ្ញុំបើថាដើរបាត់ខ្ញុំគឺដឹងតែគាត់អារម្មណ៍សូវល្អអញ្ចឹងណាហើយថ្ងៃនេះនាំកូនមកលេងសមុទ្រទៀតហើយដោយសារខែក្តៅអញ្ចឹងទៅណាក៏អត់សុបាយដូចទៅលេងទឹកដែរបងប្អូនហើយបងប្អូនឃើញខ្ញុំស្លៀកពាក់នេះគឺដឹងហ្មងថាខ្ញុំចុះមុជទឹកអត់ជារៀងរាល់ដងឲ្យតែខ្ញុំមកលេងសមុទ្រគឺខ្ញុំចុះត្រឹមចង្កេះឬក៏ត្រឹមជង្គង់អីតែប៉ុណ្្នឹងឯងព្រោះខ្ញុំអត់សូវជាអ្នកហែលទឹកហើយម្យ៉ាងទៀតខ្ញុំក៏មិនសូវចូលចិត្តទឹកសមុទ្រនៅព្រោះវាត្រជាក់អញ្ចឹងណាមេឃក្តៅមែនប៉ុន្តែទឹកត្រជាក់បងប្អូនចាហើយខ្ញុំចំណាយពេលតែ2-3ម៉ោងនៅមាត់សមុទ្រទេព្រោះនៅយូរពេកក្លែងលោវា sunburn ចារលាកស្បែកអញ្ចឹងណាព្រោះមេឃវាក្តៅខ្លាំងហើយបន្ទាប់ពីចេញពីមាត់សមុទ្រមកចាក៏ចូល McDonald ហើយបន្ទាប់ពីចេញ McDonald មកញ៉ាំអីហើយក៏មកស្ទូចត្រីចាកន្លែងស្ទូចត្រីនេះស្អាតមែនទែនបងប្អូនប៉ុន្តែគយស្ទូចប្រហែលជា2ម៉ោងដែរអត់មានបានត្រីអីម៉ាក់មួយទេបងប្អូនហើយ